មេរៀនទី8រំលឹកស្រៈពេញតួស្រៈអស្រៈអាស្រៈអេស្រៈអីអ៊ូអ៊ូអ៊ឺរឹឬលឹលឺអែអៃអោអៅអគារអាហារអីសីអុកញ៉ាឪទិនឪពុកឫស្សីរលឹកឱសថអាយដអគារអគារនេះម៉ូដប្លែកពីគេតែស្អាតអាហារនេះជាអាហារពេលព្រឹកដែលមានជាតិខ្លាញ់ខ្ពស់អីសីលោកតាអីសីតែងតែតាមថែរក្សាមនុស្សល្អអុកញ៉ាអាស្រមរបស់លោកអុកញ៉ាឃ្លាំងមឿងគឺស្ថិតនៅខេត្តពោធិ៍សាត់ឪទិនទាំងនេះគេទុកដាក់ស្រាទឹកខ្មេះទឹកត្រីទឹកស៊ីអ៊ីវជាដើមឪពុកគឺជាបង្គោលក្នុងគ្រួសារឫស្សីនៅទីនេះគេដាំឫស្សីដើម្បីជីកទំពាំងលក់រលឹកកាលពីខ្ញុំនៅក្មេងខ្ញុំចូលចិត្តទៅលេងនៅកោះសំពៅមាសនេះណាស់ឱសថថ្នាំជាឱសថមុខពីរអៃដរនៅលើអៃដរអាកាសគេឃើញមានទួលមួយពុកឯងរស់នៅឯណាពូអោមដកក្រអៅឈូកនៅឯបឹងឥឡូវនេះជំនោរបក់ពីទិសឦសានអក្សរផ្ចង់អិស្រៈពេញតួ